អ្នកជំនាញអំពីវិនិយោគដល់អាណាព្យាបាលទាំងអស់គិតគូរអំពីសុខភាពមាត់ធ្មេញរបស់កូនៗឲ្យបានច្រើនថែមទៀតអ្នកជំនាញនិយាយថាបញ្ហាសុខភាពមាត់ធ្មេញជាបញ្ហាធំដែលអាណាព្យាបាលទាំងអស់មិនគួរមើលរំលងឬគិតថាជារឿងតូចតាចថ្លែងក្នុងឱកាសដឹកនាំសហការីចុះពិនិត្យសុខភាពធ្មេញដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តរាជបូរសង្កាត់សាលាកំរើកក្រុងសៀមរាបនាថ្ងៃទី27 ខែឧសភា ឆ្នាំ2025នេះលោកស្រីទូចសុកផៃម្ចាស់មន្ទីរព្យាបាលធ្មេញជាលៀងហេងក្នុងខេត្តសៀមរាបបានឲ្យដឹងថាឆ្លងតាមការពិនិត្យកន្លងមកកុមារជាច្រើនកំពុងប្រឈមខ្លាំងជាមួយបញ្ហាសុខភាពមាត់ធ្មេញលោកស្រីថាឪពុកម្ដាយអាណាព្យាបាលមួយចំនួនបានធ្វើប្រហែសចំពោះរឿងនេះដោយគិតថាជារឿងតូចតាចលោកស្រីទូចសុផៃលើកឡើងថាសុខភាពមាត់ធ្មេញជាបញ្ហាសំខាន់ជំងឺមួយចំនួនក៏កើតចេញពីមាត់ធ្មេញមិនល្អដែលជាកត្តាតម្រូវឲ្យយើងចំណាយប្រាក់យ៉ាងច្រើនដុល្លារដើម្បីព្យាបាលលោកស្រីបន្តថាដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះលោកបានសម្រេចជ្រើសយកការជួយពិនិត្យមាត់ធ្មេញនិងបង្រៀនពីរបៀបថែទាំមាត់ធ្មេញនេះដល់កុមារដែលកំពុងសិក្សានៅសាលាបឋមសិក្សាវត្តរាជបូរនេះនៅក្នុងវិស័យសុខភាពមាត់ធ្មេញខ្ញុំមើលឃើញសិស្សសានុសិស្សនៅសាលាវត្តបូរដូចជាសាលាផ្សេងនៅមានចំណេះដឹងនៅមានកម្រិតដល់ពេលអញ្ចឹងខ្ញុំបានចោះបេសកកម្មនឹងចំណាយពេលវេលាផ្ដល់ឲ្យនៃក្តីស្រឡាញ់មួយនឹងចាញ់ពីបេះដូងរបស់ខ្ញុំនិងក្រុមការងាររបស់ខ្ញុំដើម្បីជួយបណ្ដុះបណ្ដាលការងារនិងសង្គមមួយនឹងខ្ញុំចង់ផ្ដាំផ្ញើទី1គឺឲ្យប៉ាម៉ាក់យកចិត្តទុកដាក់រឿងកូនរបស់បងប្រុសបងស្រីយកចិត្តទុកដាក់មិនថាគាត់នៅទូចដែលហាគិតថាព្រោះអីការគិតរបស់ដែលនៅអាស៊ីយើងនៅដូចជានៅស្រុកខ្មែររបស់យើងកូនគាត់គិតថាគាត់នៅតូចអត់ទាន់ដល់ពេលវេលាត្រូវធ្វើថ្មីទេគាត់អត់ចង់ចំណាយលុយប៉ុន្តែនេះគឺការឈរលើជ្រុងមួយគិតអត់ទៅល្អដោយសារថាកូនគឺជាទំពាំងស្នងឫស្សីប៉ុន្តែបើកូនគាត់មានបញ្ហាគាត់ក៏ខាតបងដែរអញ្ចឹងខ្ញុំឲ្យគាត់យកចិត្តទុកដាក់ទៅលើការមើលថែសុខភាពបុត្រាបុត្រីរបស់លោកក្នុងត្រឹមអាយុ12ឆ្នាំចូលមកក្រោមគាត់ត្រូវយកកូនទៅពិនិត្យសុខភាពមាត់ធ្មេញម្ដង3ខែម្ដងចាបើសិនជា12ឡើងឆ្នាំ12ឆ្នាំឡើងទៅគាត់សូមពិនិត្យសុខភាព6ខែម្ដងនេះជាឆ្នាំទី2ដែលមន្ទីរព្យាបាលធ្មេញជាលៀងហេងបានជួយពិនិត្យសុខភាពមាត់ធ្មេញជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តរាជបូរជាមួយគ្នានេះដែរលោកអនគុណរតនាយកសាលាបឋមសិក្សាវត្តរាជបូរបានឲ្យដឹងថាក្នុងមួយឆ្នាំមន្ទីរព្យាបាលធ្មេញជាលៀងហេងបានជួយពិនិត្យនិងអប់រំអំពីបញ្ហាសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សម្ដងដែលមានរយៈពេល2ថ្ងៃហើយសិស្សដែលទទួលបានការពិនិត្យនៅឆ្នាំនេះមានចំនួនប្រមាណជាង 3000 នាក់ដែលពួកគេជាសិស្សថ្នាក់ទី3ដល់ថ្នាក់ទី6ហើយថ្ងៃនេះដែរទៀតសោតជាសេចក្តីសោកនោះរីករាយជាខ្លាំងបំផុតដែលខ្ញុំបានទទួលមន្ទីរពេទ្យជាលៀងហេងដែលពិនិត្យសុខភាពមាត់ធ្មេញគាត់បានមកជួយមិនមែនជួយតែថ្ងៃនេះឬក៏ថ្ងៃណាទេគឺគាត់បានជួយជារៀងរាល់ឆ្នាំតែថ្ងៃនេះគឺជាថ្ងៃពិសេសមួយឆ្នាំគាត់ជួយបាន2ថ្ងៃសម្រាប់កូនយើងគាត់មកពិនិត្យសុខភាពមាត់ធ្មេញជាមួយនឹងការបង្រៀនសម្អាតមាត់ធ្មេញតែម្ដងនេះពិតជាមោទនភាពសម្រាប់សាលារបស់ខ្ញុំក៏ដូចជាសិស្សានុសិស្សលោកគ្រូអ្នកគ្រូរបស់ខ្ញុំផងដែរបាទហើយអ្វីដែលគាត់បានចូលនៅក្នុងថ្ងៃនេះគឺចូលនៅក្នុងចក្ខុវិស័យទី2របស់សាលាដែលចក្ខុវិស័យរបស់សាលារៀនយើងមាន3ទី1គឺយើងនិយាយអំពីគុណភាពបាទទី2គឺនិយាយអំពីសុខភាពអញ្ចឹងថ្ងៃនេះគឺចូលនៅក្នុងចក្ខុវិស័យទី2ហើយសុខភាពអញ្ចឹងសុខភាពទាំងរាងកាយសុខភាពទាំងមាត់ធ្មេញកាលណាតែមាត់ធ្មេញយើងប្រសើរល្អហើយអញ្ចឹងរាងកាយយើងក៏ល្អកាលណារាងកាយយើងល្អហើយរៀនដំណើរការរៀននិងបង្រៀនមានគុណភាពល្អអញ្ចឹងទន្ទឹមនឹងនោះក៏យើងមានចក្ខុវិស័យទី3គឺនិយាយអំពីអិរិយាបថបាទអិរិយាបថនេះជាកិច្ចការដ៏សំខាន់ណាស់បាទប៉ុន្តែនិយាយថ្ងៃនេះគឺយើងយកនៅក្នុងចក្ខុវិស័យទី2មកនិយាយអញ្ចឹងខ្ញុំពិតជាអរគុណដល់អ្នកគ្រូដែលគាត់តែងតែបានផ្ដល់ឱកាសគាត់មិនបានជួយជាថវិកាទេប៉ុន្តែគាត់ជួយជាកម្លាំងបើគិតជាថវិកាមិនទាបជាង$6000ទេក្នុងមួយឆ្នាំជួយដល់សាលាបឋមសាវត្តរាជបូរ